ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំពិភពបខ្មៅហើយនឹងហើយយើងនៅមកបន្តសេរីរឿងរបស់យើងជាបន្តទៀតបន្តពីភាពមុនជីជ្រលើថ្នាំទប់នោះហើយក៏លោតចូលក្នុងស្រះវេទមន្តជីជ្រក៏និយាយថាថ្នាំទប់ទល់នឹងទឹកមួយគ្រាប់នេះពិតជាខ្លាំងពូកែដល់ហើយមិនត្រឹមតែមិនធ្វើឲ្យទឹកសម្លៀកបំពាក់ទេថែមទាំងអាចដកដង្ហើមក្នុងទឹកបានទៀតដូចត្រីអញ្ចឹងជីជ្រក៏ហាលទៅហាលមកទាំងសប្បាយចិត្តហើយក៏និយាយថាមានសេរីភាពណាស់មានអារម្មណ៍ថាមហាសានអស្ចារ្យសប្បាយលេងមែនតើហ្មងណាស្រាប់តែពេលនឹងថងក៏ចេញមកកាត់ចង្វាក់ហើយក៏និយាយថាយ៉ាឈប់លេងទៅប្រសិទ្ធភាពថ្នាំនេះមានរយៈពេលកំណត់កុំធ្វើឲ្យខ្ជិះខ្ជាយពេលវេលាលើកិច្ចការសំខាន់អីជីជ្រលឺបែបនេះក៏ភ្ញាក់ខ្លួនហើយក៏និយាយថាត្រូវហើយខ្ញុំត្រូវតែយកដើរទៅជីជ្រក៏ហាលទៅកាន់តែជ្រៅហើយក៏និយាយថាដើរទៅទាំងឡាយខ្ញុំមកហើយកាត់មកពេលដែលជីជ្រមកដល់បាតស្រះវេទមន្តវិញជីជ្រចុះមកដល់ខាងក្រោមភ្លាមនៅចំហមាត់មកហើយក៏និយាយថាវ៉ាវពិតជាអស្ចារ្យណាស់នៅទីនេះមានដើរទៅច្រើនដល់ថ្នាក់នឹងផងជីជ្រសម្លឹងមើលដើរទាំងអស់នោះហើយក៏និយាយថារើសមួយណាល្អទៅណោមានអារម្មណ៍ថាដើរមួយណាក៏លួយដែរនេះចង់ទៅកសបយកទៅផ្ទះទាំងអស់នឹងហ្មងទេថងចេញមកហើយក៏ប្រាប់ជីជ្រថាយោងតាមលក្ខខណ្ឌដើរទៅទាំងនេះគឺសុទ្ធតែមានវេទមន្តពិសេសទាំងអស់លោកស្រឡាញ់ពួកវាតែមួយខាងគឺមិនគ្រប់គ្រាន់ទេពួកវាត្រូវតែពេញចិត្តលោកដែរទើបអាចយកបានជីជ្រលើលក្ខខណ្ឌនេះហើយក៏ដកដង្ហើមធំហើយក៏និយាយថាមិននៅក្នុងពិភពលោកនេះពោពេញតែដោយលក្ខខណ្ឌគួររំខានរហូតអញ្ចឹងជីជ្របែរទៅមកខាងក៏ឃើញដើមមួយហើយក៏និយាយថាវ៉ាដើមមួយនេះក៏សានអស្ចារ្យមិនធម្មតាដែរជីជ្រក៏ទៅក្បែរដើមនោះតែសប្បាយចិត្តហើយក៏ណែនាំខ្លួនថាសួស្ដីខ្ញុំឈ្មោះជីជ្រសូមអញ្ជើញទៅផ្ទះវិញជាមួយខ្ញុំណាជីជ្រក៏ចាប់ផ្ដើមប្រើកម្លាំងដកដើរនោះតែដកយ៉ាងណាក៏មិនរង្គើសូម្បីតែបន្តិចថងចេញមកហើយក៏និយាយថាគេមិនយកព្រមទៅជាមួយលោកទេត្រូវសាកស្រូវដែលបេះមកតែបង្ខំរសជាតិមិនផ្អែមទេលោកមើលខាងនោះវិញទៅដើរនោះក៏ល្អមិនធម្មតាដែរមិនអញ្ចឹងជីជ្រសម្លឹងមើលដើរនោះហើយក៏និយាយថាប្រព័ន្ធចង់និយាយពីដើរមួយនោះឬមើលតែឡើងទន់ល្វីល្បាក់ដូចមនុស្សស្រីអញ្ចឹងខ្ញុំអត់ចង់បានទេនិយាយហើយជីជ្រក៏បែរទៅវិញស្រាប់តែពេលហ្នឹងដើរមួយនោះក៏ហំបុកជីជ្របែរមកហើយក៏សួរថាអ្នកណាវាយខ្ញុំក៏ឃើញថាជាដើរមួយហ្នឹងជីជ្រក៏និយាយទាំងឆ្ងល់ថាចម្លែកមែនវារត់មកដល់ខ្លួនវាបានយ៉ាងម៉េចហ្នឹងថងក៏ប្រាប់ជីជ្រថាដើរមួយនេះពេញចិត្តនឹងលោកហើយលោកអាចយកវាទៅបានជីជ្រក៏នៅតែប្រកែកថាខ្ញុំអត់ចង់បានទេដើមមួយនោះអត់សង្ហាសូម្បីតែបន្តិចខ្ញុំនៅតែចង់បានអាមួយនេះជាងដើមនោះដូចជាស្ដាប់ជីជ្របានក៏ហៅមកភ្ជុំជីជ្រភ័យណាស់ក៏និយាយថានេះកាត់ស្អីហ្នឹងប្រពន្ធក៏និយាយថាមើលទៅវាទំនងដូចជាខឹងលោកអីដើមនោះក៏ចាប់ផ្ដើមហត់ដេញជីជ្ររត់បណ្ដាស្រែកបណ្ដាថាឯងកុំចូលមកជីជ្រក៏ចាប់ផ្ដើមរត់ទៅវិញទៅមកពេញហ្នឹងប្រពន្ធឃើញចឹងក៏សួរថាលោករត់ទៅស្អីយកវាទៅវិញទៅវាចាប់រឿងបាត់ទៅហើយមិនចឹងជីជ្រក៏នៅតែប្រកែកថាអត់ចង់ខ្ញុំមិនចង់បានដើរទល់ល្វក់បែបហ្នឹងទេកាត់មកមួយសន្ទុះក្រោយមកជីជ្រក៏និយាយថាឈប់ហើយក៏និយាយនឹងហក់ខ្យល់ទៅថាខ្ញុំរត់លេងរួចហើយខ្ញុំសុំចុះចាញ់ឆាប់មកខ្ញុំយកឯងត្រឡប់ទៅវិញជាមួយគ្នាបាននៅប៉ុណ្ណឹងនៅពេលដែលជីជ្រចាប់កាន់ដើរនោះក៏មានពលឺវិញម្យ៉ាងចេញមកហើយក៏ស្រូបចូលទៅក្នុងខ្លួនរបស់គេថងក៏អញ្ចឹងក៏សួរថាលោកម្ចាស់លោកកាត់អីហ្នឹងជីជ្រក៏ចាប់ផ្ដើមលោតជង្គង់ចោលទាំងឈឺចាប់ហើយក៏និយាយថារាងកាយខ្ញុំឈឺណាស់ដូចត្រូវគេចាប់ហើយអញ្ចឹងតែក្រែមកស្នាមនៅលើខ្លួនរបស់ជីជ្រក៏ចាប់ផ្ដើមរលាយបាត់ជីជ្រក៏គ្រោះក្នុងចិត្តទាំងឆ្ងល់ថាចម្លែកម៉ាន់ដោយឡែកសូវមានអារម្មណ៍មិនស្រួលក្នុងខ្លួនទៀតហើយជីជ្រលើកដៃរបស់ខ្លួនមកមើលទាំងភ្ញាក់ផ្អើលហើយក៏និយាយថាឡែកឃើញមានស្លាកស្នាមអីទៀតហើយរាងកាយបានធូរស្រាលច្រើនណាស់ថែមទាំងមានអារម្មណ៍ថាកម្លាំងក្នុងខ្លួនកើនឡើងខ្លាំងទៀតផងឬមួយក៏និយាយដល់ត្រឹមនេះដងភ្លាមជីជ្រក៏លើកដៃនៅក្នុងដៃរបស់ខ្លួនឡើងហើយក៏សួរថាគឺជាធ្វើឲ្យដៃឯងត្រូវអត់ពេលនោះក៏មានអ្វីម្យ៉ាងហមមកជុំវិញដៃរបស់ជីជ្របង្កើតបានតែចិត្តស្រស់ដើមមួយយ៉ាងស្រស់ស្អាតជីជ្រក៏យកដៃប៉ះដើមនោះក៏និយាយថាអរគុណច្រើនហើយនៅថ្ងៃមុខជួយមើលថែផងណាកាត់មកខាងលើណែវិញពេលនេះសាវជានៅលេងសុកហើយក៏កើតក្នុងចិត្តទាំងបារម្ភថាសិស្សច្បងមិនក៏ទៅយូរដល់ថ្នាក់នេះតិចលោមានរឿងអីទៅដឹងមិនកើតទេខ្ញុំត្រូវតែចុះទៅមើលគាត់ហើយសាវជាក៏ស្ទុះបំរុងនឹងចុះទៅតែក៏ត្រូវអ្នកបម្រើខាត់ថាមនុស្សទេពលោកមិនអាចចុះទៅបានទេតែពេលហ្នឹងជីជ្រក៏ងើបពីទឹកមកវិញសាវជាឃើញហើយក៏និយាយថាសិស្សច្បងជីជ្រក៏ឡើងគោកវិញទៅសប្បាយចិត្តហើយក៏សួរសាវជាថាសពអូនតូចនៅចាំបងលអន្តេសាហើយណោះសាវជាឃើញជីជ្រហើយក៏ចម្លែកនឹងរាងកាយរបស់ជីជ្រហើយក៏គិតក្នុងចិត្តថាចម្លែកមែនរបួសក្នុងខ្លួនគេឡើងឃើញមានទៀតហើយសាជាក៏ទាញដៃជីជ្រយកមកពិនិត្យមើលឲ្យកាន់តែច្បាស់ហើយក៏គិតក្នុងចិត្តបន្តទៀតថាកម្លាំងធាតុនិងចរន្តធម៌ពលរបស់គេដែលខូចខាតយ៉ាងធ្ងន់មិនទាន់ជាសះស្បើយកាលពីនៅដែនដីអាថ៌កំបាំងនោះមិនត្រឹមតែល្អប្រសើរឡើងវិញនោះទេសូម្បីតែកម្រិតវិជ្ជាគុណរបស់គេក៏កើនឡើងដែរជីជ្រឃើញសាវជាអញ្ចឹងក៏សួរថាសពអូនតូចអញកាត់អីសាវជាក៏ឆ្លើយថាគ្មានអីទេហើយក៏គិតក្នុងចិត្តបន្តទៀតថានៅក្នុងស្រះវេទមន្តតើគេបានជួបប្រទះនឹងអ្វីខ្លះទៅជីជ្រក៏លើកបង្ហាញដើររបស់ខ្លួនហើយក៏និយាយថាសពអូនតូចមើលណែនេះគឺជាដើរទឹកដែលបងយកបានសាវជាគ្រាន់តែឃើញភ្លាមក៏និយាយទៅភ្ញាក់ផ្អើលថាដើរទៅលំដាប់កំពូលហើយក៏គិតថារបួសរបស់ជីជ្រអាចទេដែលដើរទឹកនេះជាអ្នកព្យាបាលហើយខ្ញុំសូមអធិស្ឋានមែនតើថាចាប់ពេលហ្នឹងទៅគឺស្លេងខ្ញុំរៀងស្អកទេសូមអធិស្ឋានសារខ្ញុំនៅឈឺកអញ្ចឹងតែក៏ខំប្រឹងធ្វើទៅដោយសារតែខាន់ចេញវីដេអូយូរ
ចូលសាច់រឿងយើងវិញជីជ្រឺលឿនចឹងហើយក៏និយាយថាមែនហើយបងអស្ចារ្យណាបងប្រាប់ឯងដើរទៅមួយនេះមកក្រាស់ខ្លាំងហ្មងបងបារើសយកវាឯងតែវាហោះចេញពីថ្មដេញតាមបងចង់ឲ្យរើសយកវាតែជាលឿនចឹងក៏គេហងចិត្តថាដើរទៅពឹងលើស្រះវេទមន្តដើម្បីរស់បើវាចេញពីថ្មវានឹងបាត់បង់សារធាតុចិញ្ចឹមប្រសិនបើគ្មានអ្នករើសយកវាទេវានឹងត្រូវរលាយបាត់ទៅតែម្ដងហើយរបស់ជីជ្រឺលឿនចឹងហើយក៏ចាប់ផ្ដើមញ័រជីជ្រឺក៏និយាយលួងទៅថាដើរជិតលាវចាក់ខ្ញុំមិនបានសម្ដៅទៅលើឯងទេធ្វើក្មេងល្អស្ដាប់បង្គាប់ណាឯស្រាវជ្រាវវិញឃើញចឹងហើយក៏គេហងចិត្តថាមើលទៅដើរមួយនេះបើចូលចិត្តគេខ្លាំងណាស់សិស្សបងល្មមត្រឡប់ទៅវិញបានហើយគេក៏កាន់មកដល់កន្លែងស្នាក់វិញជាបំរុងនឹងបើកទ្វារចូលទៅហើយក៏លឺសំឡេងមនុស្សម្នាក់និយាយថាជីជ្រឺមិនសម្លាញ់ពេលដែលបែរទៅក៏ឃើញថាគឺជាທາງជឿឈិនជីជ្រឺក៏សួរថាທາງជឿឈិនใจដន់មែនមិនក៏លំនៅទីនេះដែរស្រាវជ្រាវក៏និយាយថាស្រះវេទមន្តស្ថិតក្រោមការគ្រប់គ្រងរបស់បកឋានសួគ៌9ជាន់ហើយទីសំណាក់ស៊ុយអ៊ីនមួយនេះក៏ជាកម្មសិទ្ធិរបស់ពួកគេដែរគ្រាន់តែលឿនចង់ភ្លាមជីជ្រឺក៏ដាក់ជឿឈិនមួយដៃហើយក៏សួរថាការប៉ັດទៅទីកន្លែងដែលថ្លៃកប់ពពកមួយនេះគឺជាគ្រួសាររបស់លោកជាអ្នកបើកទេជឿឈិនក៏និយាយថាលោកវាយខ្ញុំទៅអីតម្លៃគឺលោកពុកខ្ញុំជាអ្នកកំណត់មិនខ្ញុំជាអ្នកកំណត់ទេណាអ្នកណាឲ្យលោកឯងមិនទៅនិយាយជាមួយឪពុកលោកឲ្យដាក់តម្លៃសមរម្យនោះតែឃើញពួកគេជជែកគ្នាយូរពេកស្រាវជ្រាវក៏ចូលទៅនិយាយថាសិស្សបងយល់ល្មមទៅវិញបានហើយគ្រាន់តែលឿនចង់ភ្លាមជឿឈិនក៏រហ័សនិយាយខាត់ថាជប់សិនពួកលោកទម្រាំមកដល់ទីនេះក៏វាបានណាខ្ញុំនាំពួកលោកទៅលេងកម្សាន្តនៅបឋានសួគ៌9ជាន់យ៉ាងម៉េចដែរចៅជាក៏និយាយបដិសេធចឹងគួរសមថាពួកខ្ញុំមានរឿងត្រូវធ្វើសូមមិនរំខានអ្នកប្រុសທາງទេសិស្សបងតោះពួកយើងទៅហើយអ្នកប្រុសທາងវិញលឿនចឹងហើយក៏ប្រែទៅជារូបចម្លាក់កាំងត្បឹងហ្មងឯជីជ្រឺវិញក៏ខំជួយនិយាយថាអេសប្អូនតូចគេមានបំណងល្អទេទម្រាំបានធ្វើដំណើរដល់ទីនេះមិនងាយស្រួលទេបើយកបានត្រឹមតែដើរទៅហើយត្រឡប់ទៅវិញហ្មងវាគួរអបសុកពេកហើយចៅជាលឿនចឹងក៏សួរថាសិស្សបងចង់ស្នាក់នៅទីនេះជីជ្រឺក៏យល់លេសថាមិនចង់ទាំងស្រុងទេគ្រាន់តែចង់ទៅមើលគេឯងដើម្បីដឹងពីទំនៀមទម្លាប់ប្រពៃណីអ្នកនៅតំបន់នេះប៉ុណ្ណោះតែលឿនចង់ហើយស្រាវជ្រាវក៏ដឹងហើយថាជីជ្រឺនឹងចង់នៅលេងនៅហ្នឹងក៏និយាយថាអញ្ចឹងសម្រាប់តាមសិស្សបងទៅចុះជីជ្រឺគ្រាន់តែលឺស្រាវជ្រាវយល់ស្របភ្លាមក៏រត់ទៅជឿឈិនហើយក៏និយាយលឺថាល្អណាស់សពអូនទៅយល់ស្របហើយពួកយើងទៅជឿឈិនក៏សួរបញ្ជាក់ថាពិតមែនទេប្រកាសហើយតែយ៉ាងណាពួកខ្ញុំមិនទៅផ្ទះលោកទេព្រោះត្រូវមានរបៀបគោរពលំទោនគួរឲ្យរំខានណាស់នៅទីនេះមានកន្លែងណាសប្បាយលោកនាំពួកខ្ញុំទៅលេងហ្មងទៅក៏ល្អដែរជឿឈិនសាច់បន្តិចហើយក៏និយាយថាទុកចិត្តចោលធានាថាពួកលោកនឹងចូលចិត្តមិនខានតែមិនបាច់មើលស្រាវជ្រាវទេគឺថាមិនពេញចិត្តតែម្ដងនៅពេលដែលឃើញគេហ្នឹងស្និទ្ធស្នាលគ្នាតែរឿងក៏កាត់មកពេលយប់ឡើងនៅផ្ទះបងមួយកន្លែងជីជ្រឺក៏សួរជឿឈិនថាតែកន្លែងដែលលោកថាសប្បាយហ្នឹងគឺផ្ទះកំសាន្តមួយនេះហ៎ជឿឈិនសាច់បន្តិចហើយក៏ឆ្លើយថាត្រូវហើយមានកន្លែងណាដែលសប្បាយជាងទីនេះទៀតនោះពេលហ្នឹងក៏មាននារីរបាំម្នាក់ចូលមកគេស្រាវជ្រាវជីជ្រឺក៏យកដៃបត់ភ្នែកស្រាវជ្រាវហើយក៏ស្ដីឲ្យជឿឈិនថាលោកនេះដែលឆានណាសពអូនទៅរបស់ខ្ញុំទៅតែអាយុ16ឆ្នាំមិនបានលោកនាំមកកន្លែងប្រភេទនេះជឿឈិនក៏ខំបកស្រាយថាលោកកុំយល់ច្រឡំអ្នកច្រៀងអ្នករាំនៅទីនេះលួចតែសិល្បៈមិនលក់ខ្លួនឡើយមិនដូចអ្វីដែលលោកគិតទេជីឈិនក៏បានដេញនារីរបាំទាំងអស់នោះចេញទៅជីឈឺវិញក៏និយាយទៅកាន់ស្រាវជ្រាវថាសពអូនតូចមកពីសិស្សច្បងមិនល្អឲ្យអញមកកន្លែងបែបនេះស្រាវជ្រាវក៏តបថាអត់មានបញ្ហាទេហើយគេស្រាប់បំរុងនឹងផឹកតែក៏ត្រូវជីឈឺទាញចេញហើយក៏និយាយថាមកអញនៅតូចចឹងមិនអាចផឹកស្រាទេស្រាវជ្រាវក៏ប្រកាសថាខ្ញុំអាយុ16ឆ្នាំហើយអ្នកផ្សេងអាយុស្រកខ្ញុំគេរៀបការអស់ហើយមិនក៏គ្រាន់តែផឹកស្រាមួយកែវក៏ផឹកមិនបាននោះមិនទាន់ដល់18ឆ្នាំសពអូនតូចពួកយើងមិនអាចផឹកស្រាហើយក៏មិនអាចរៀបការបានដែរស្រាមួយកែវនេះទុកឲ្យសិស្សច្បងជួយផឹកចាំឯង18ឆ្នាំសិស្សច្បងនឹងប៉ាឯងគាត់នឹងពីរជឿឈិនវិញឃើញពួកគេបែបនេះក៏គេក្នុងចិត្តថាពិតជាចំណានគេណាស់ដែលអាចស្និទ្ធស្នាលនឹងសិស្សច្បងឈិនដល់ថ្នាក់នេះហើយជីឈឺបន្ទាប់ពីលើកដៃមួយកែវនោះហើយក៏សួរជឿឈិនថាអ្នកប្រុសថាងលោកដល់នឹងហាមធំធ្វើស្អីហាជឿឈិនក៏ឆ្លើយថាខ្ញុំ16ឆ្នាំដូចតែគ្នាសោះតែខ្ញុំផឹកស្រាឡើងអស់ប្រមាណកែវតែហើយមិនបានអត់មានអ្នកណាគេខត់ខ្ញុំដែរអញ្ចឹងជីឈឺសួរចាក់ដោតទៅថាលោកមិននឹងអាចប្រៀបស្មើនឹងសពអូនតូចរបស់ខ្ញុំបាននោះហើយជឿឈិនក៏ឆ្លើយថាខ្ញុំជឿឈិនចាប់អារម្មណ៍នឹងអ្វីម្យ៉ាងហើយក៏គិតក្នុងចិត្តថាមិនស្រួលទេពេលនេះខ្ញុំកំពុងតែប្រច័ណ្ឌអ្នកណាឲ្យប្រកាសទៅមានអារម្មណ៍ថាដូចច្បុកច្បល់ណាស់ហើយជីឈឺវិញពេលនេះស្វងហើយក៏សួរថាគ្មានពេលនិយាយទេត្រូវអត់ហើយក៏សាយកក្អឹកនៅហ្នឹងស្រាប់តែពេលហ្នឹងជីឈឺក៏សួរទៅអបស្រាជីហើយក៏និយាយថាសពអូនតូចរបស់ខ្ញុំល្អជាងគេលើលោកសពអូនតូចស្ដាប់ណាស់មានសិស្សច្បងនៅអ្នកណាក៏មិនអាចធ្វើបាបឯងបានដែរហើយក៏យកផ្ទៃមុខរបស់ខ្លួនឯងទៅដោះមួយស្រាជីហើយក៏ស្លាប់ទៅបាត់ឃើញចឹងជឿឈិនក៏ចូលមកសួរថាជីឈឺមិនសម្លាញ់លោកមិនអីទេមែនទេស្រាវជ្រាវក៏និយាយថាគេមិនអីទេបែបគ្រាន់តែផឹកស្វឹងប៉ុណ្ណោះឯងមិនអាចទេគេផឹកតែមួយកែវសោះហ្នឹងស្រាវជ្រាវលើកជីឈឺ3ហើយក៏និយាយថាសូមអរគុណអ្នកប្រុសខាងច្រើនណាស់ដែលនាំមកកំសាន្តពួកខ្ញុំសូមលាសិនហើយជឿឈិនក៏និយាយថាអញ្ចឹងចាំខ្ញុំជូនពួកលោកត្រឡប់ទៅវិញយ៉ាងម៉េចដែរស្រាវជ្រាវក៏និយាយថាមិនបាច់ទេសាច់រឿងក៏កាត់មកតាមផ្លូវធ្វើដំណើរទៅបន្ទប់វិញជីឈឺនិយាយទាំងដើមមិនត្រង់ផ្លូវថាលែងបងអាចនៅផឹកបានមួយកែវទៀតតើស្រាវជ្រាវជាអ្នកស្ដាប់ឯណេះវិញក៏គាត់ទាំងហួសចិត្តថាចំជាមនុស្សល្ងីល្ងើមែនមិនចេះផឹកស្រានៅមកអ៊ូតនិយាយធ្វើហំហានទៀតតែសុកក៏លឺសំឡេងវៃជ្រៅនិយាយថាគឺសំឡេងតូចជីហើយនៅសពអូនតូចរបស់គេទេតើ
เสียเจ้าเคยไว้ชื่อให้ก็นิยายท่าคือลกไว้ชื่อสำลังเมื่อมันไต่ใช้ก็นิยายท่าแกสระวังหรือขยมช่วยโลกเรียกตลอดตัววันน่ะมันบัดกุ้งสมันถักขยมมันต้องพิจารณาរបស់លោកឲ្យសោះនោះកុំកាយពេកមើលសិស្សច្បាស់របស់លោកគិតថាខ្ញុំចោលអារម្មណ៍លើលោកយ៉ាងណាខ្ញុំគួរតែបង្ហាញឲ្យលោកឃើញបន្តិចដែរត្រូវអត់ស្រីជាក៏និយាយថាបើលោកហ៊ានតែនិយាយមួយឃ្លាទៀតខ្ញុំនឹងចាត់ការលោកមិនខានទេវ៉ៃឈឺក៏បន្តថាខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះមិនក៏លោកចាំបាច់ខឹងដែរកុំអារម្មណ៍ខ្ញុំមិនចាប់អារម្មណ៍លើគ្មានបង្ករឿងដូចជាលោកទេនិយាយហើយក៏ដាក់ទៅចាប់សក់ជាជ្រៅបន្តិចហើយក៏បន្តទៀតថាតែបើដូចជាសិស្សច្បងរបស់លោកឬជាត្រូវមកខ្ញុំជាងនិយាយដល់ត្រឹមនេះក៏ត្រូវបើកផ្នែកធំហើយក៏កិច្ចទៅម្ខាងដោយសារតែត្រូវសាវជាដកដើរចេញមកវាបហាបន្ទាប់ពីកិច្ចរួចក៏និយាយថានឹកស្មានមិនដល់ថាក្មេងតូចដូចជាលោកមានសមត្ថភាពដែរតើស្រាជាក៏និយាយពមៀនថាក្បាច់ដើមមិញនេះគ្រាន់តែជាការពមៀនប៉ុណ្ណោះបើសិនបើលោកហ៊ានតែបង្ករឿងម្ដងទៀតក៏មិនទោះថាខ្ញុំគួរសមមិនសោះដោយសារពួកគេនិយាយលឺពេកក៏ធ្វើឲ្យជីជ្រៅភ្ញាក់គ្រាន់តែភ្ញាក់មកភ្លាមជីជ្រៅក៏និយាយថាថ្លង់ណាស់ជីជ្រៅសម្លឹងទៅក៏ឃើញដើរនៅក្នុងដៃរបស់វៃជ្រៅហើយក៏និយាយថានោះគឺជាដើរទៅដល់ស្រះសង្ហាដែលខ្ញុំគិតដល់មករហូតវៃជ្រៅបានឱកាសហើយក៏យកដើរនឹងទៅបញ្ឆោតជីជ្រៅហើយក៏និយាយថាចង់បានដែរលោកម្នេះមកចាំខ្ញុំឲ្យដើរនេះទៅលោកឯជីជ្រៅក៏និយាយថាចង់បានហើយក៏ប្រងស្ទុះទៅតែត្រូវសាវជាទាញមកវិញហើយក៏សួរថាសិស្សច្បងចង់បានដើរនោះមិនចង់បានខ្ញុំទេមែនទេជីជ្រៅក៏និយាយថាក្បាលខ្ញុំឡើងវើខ្ញាល់ហើយនេះជាស្ថានភាពស្អីហ្នឹងជីជ្រៅក៏ស្រាប់តែស្ទុះទៅឲ្យសាវជាហើយក៏និយាយថាបើអញ្ចឹងបងចង់បានសិស្សប្អូនតូចជាងវៃជ្រៅក៏ស្រាប់តែនិយាយទៅកាន់សាវជាថាខ្ញុំមើលយល់ហើយលោកមិនបានស្រឡាញ់ជីជ្រៅទេគ្រាន់តែលោកចូលចិត្តអារម្មណ៍ពេលដែលគេមានតែលោកម្នាក់ក្នុងកែវភ្នែកត្រូវអត់សាវជាក៏សួរបកទៅវិញថារឿងនេះតកតងអីនឹងលោកវៃជ្រៅចូលទៅក្បែរជាងមុនហើយក៏និយាយថាកុំយល់ខុសអីខ្ញុំគ្រាន់តែគិតថាជីជ្រៅក៏អាណិតណាស់គេគ្រាន់តែមានទឹកចិត្តមើលថាខ្វល់ខ្វាយពីលោកក្នុងនាមជាសិស្សប្អូនតូចរបស់គេប៉ុណ្ណោះហើយលោកក៏យកហេតុផលនោះមកសន្មតថាគេនឹងខ្លាចជាកម្មសិទ្ធិខ្លួនអញ្ចឹងហ្មងលោកជឿឬអត់ប្រសិនបើពួកខ្ញុំប្រូរាងកាយគ្នាខ្ញុំគឺជាលោកហើយលោកគឺជាខ្ញុំវិញគេត្រូវតែមើលថែខ្ញុំយ៉ាងដិតដល់ណាស់ក្នុងបេះដូងនឹងកៅភ្នែកគេក៏មានតែខ្ញុំម្នាក់គត់ដូចគ្នាដល់ពេលនោះលោកនៅមានសារៈសំខាន់ស្អីទៀតទៅសាវជាគ្រាន់តែលឿនចង់ភ្លាមខឹងណាស់ក៏ដកដៃចេញមកចាក់វៃជ្រៅហើយក៏និយាយទាំងមុខមាំថាឈប់លោឡាទៅមុននឹងចេញទៅសាវជាក៏បោះសំណួរដើរឲ្យវៃជ្រៅវិញហើយក៏និយាយថារបស់នេះសងលោកវិញនៅថ្ងៃមុខកុំតាមពួកខ្ញុំទៀតវៃជ្រៅក៏យកដៃទប់មុខរបួសហើយក៏សម្លឹងទៅកាន់សាវជាតាំងផ្នែកកំណាត់កាត់មកពេលដែលសាវជានាំជីជ្រៅមកដល់បន្ទប់វិញសាវជាអង្គុយសម្លឹងមើលជីជ្រៅបន្តិចហើយក៏គិតក្នុងចិត្តថាខ្ញុំមិនដឹងតាមពេលណានោះទេប៉ុន្តែឲ្យតែឃើញជីជ្រៅនិយាយចិត្តដិតជាមួយអ្នកផ្សេងខ្ញុំមានអារម្មណ៍ថាក្តៅក្រហាយរកពាក្យមកបញ្យល់មិនបានគេនិយាយមិនខុសទេខ្ញុំពិតជាចាត់ទុកជីជ្រៅជាកម្មសិទ្ធិរបស់ខ្ញុំមែនដូច្នេះខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាប៉ះពាល់ជីជ្រៅបានទេទន្ទឹមនឹងនេះខ្ញុំក៏មិនអាចឲ្យអ្នកណាម្នាក់ធ្វើឲ្យគេបានដែរគិតដល់ត្រឹមនេះសាវជាក៏កាត់សក់ជីជ្រៅកាត់មកព្រឹកថ្ងៃស្អែកឯនេះវិញជីជ្រៅដែលទៅឲ្យងើបឯនេះវិញក៏គិតក្នុងចិត្តថាឈឺក្បាលណាស់កាពះក៏ឈឺមិនសមមិនគួរណាផឹកស្រាទេចម្លែកមែនសិស្សអូនទុយបាត់តាណានចេះនិយាយហើយក៏ងើបចុះពីក្រែតែក៏ចាប់អារម្មណ៍នឹងអ្វីម្យ៉ាងឈប់សិនមិនក៏មានអារម្មណ៍ថាកម្លាំងធាតុរបស់ខ្ញុំកើនឡើងជាងមុនដូច្នេះឬមួយក៏វិជាគុណរបស់ខ្ញុំកើនឡើងដល់ដំណាក់កាលមួយទៀតហើយសាវជាដដែលចូលមកក៏សួរថាសិស្សច្បងភ្ញាក់ហើយព្រមទាំងមានចានបបរនៅក្នុងដៃដល់ឃើញសាវជាភ្លាមជីជ្រៅក៏និយាយថាសិស្សអូនតូចឯងមិនដល់ចាំពេលល្មមឆាប់មកជួយមើលបងតិចមើលកម្លាំងធាតុបងកើនឡើងដល់ដំណាក់កាលយានអ៊ីងហើយមែនទេសាវជាក៏យកចានហាន់ទទួលលើតុហើយក៏និយាយថាបានបងមិនដែលចង់ខ្ញុំជួយបងបែកញៀនពិសេសដើម្បីជួយមើលឲ្យបងសាវជាក៏ប្រាប់ឲ្យជីជ្រៅបាត់ភ្នែកពេលដែលសាវជាកំពុងពិនិត្យមើលជីជ្រៅក៏ក្នុងចិត្តថាចម្លែកមែនមានអារម្មណ៍ថារបស់ពេញខ្លួនហ្មងនេះបន្ទាប់ពីពិនិត្យមើលរួចសាវជាក៏និយាយថាអបអរសិស្សច្បងវិជាគុណសិស្សច្បងពិតជាឈានដល់ដំណាក់កាលយានអ៊ីងពិតមែនជីជ្រៅលឿនចង់សប្បាយចិត្តណាស់ក៏សួរថាពិតមែនឬមិនដឹងស្មានដល់ថាបងក៏ជាមនុស្សទេពដ៏ខ្លាំងប្រកែកមួយរូបដែរគ្រាន់តែដេកមួយយប់ក៏អាចបង្កើតកម្រិតវិជាគុណបានទៀតកាលពីមុនព្រោះតែគ្មានដើរទៅបងមិនអាចបញ្ចេញកម្លាំងធាតុបានសូម្បីតែបន្តិចពេលនេះចង់ចេញទៅពិសោធន៍មើលខាងក្រៅដល់ហើយនិយាយហើយជីជ្រៅក៏ទាញដើរបំរុងនឹងចេញទៅតែក៏ត្រូវសាវជាខាត់ថាហត់បបរសិនទៅជីជ្រៅបាយមកវិញហើយក៏និយាយថាយ៉ាចាំត្រឡប់មកវិញចាំបងញ៉ាំតែបាយទៅក៏ឃើញទឹកមុខរបស់សាវជាហើយក៏មកអង្គុយហត់បបរវិញហ្នឹងហើយនេះសេចរឿងរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយហើយនឹងសូមជម្រាបតែអ្នកនរថាខ្ញុំបានចេញរឿងឲ្យអីចឹងណាដោយសារតែខ្ញុំអាសាឈឺរ៉ាំរ៉ៃចឹងអានេះពេលទៅចឹងទៅខ្ញុំមិនសូវបានចេញរឿងទេហើយក៏អរគុណអ្នកគ្នាចំពោះការគាំទ្រ